បាទសួស្តីអ្នកនរគ្នាបាទបើសិនជាបងប្អូនមានបំណងចង់រៀនភាសាល្មងអនឡាញដែលផ្ទាល់សូមបងប្អូនតាក់ទងdirect មកកាន់ខ្ញុំបាទតាមលេខទូរស័ព្ទលេខខាងក្រៅនេះខ្ញុំដាក់នៅក្រៅបងប្អូនស្ដាប់ដៃតាម Telegram ក៏បាន WhatsApp ក៏បានបាទខ្ញុំបង្រៀនតាមកម្មវិធីទូទៅរបស់សាលាគឺមានកម្រិត A1 A2 B1 និង B2 ហើយនឹងរបៀបប្រឡងធ្វើម៉េចឲ្យយើងប្រឡងជាប់បងប្អូនណាបាទហើយថ្ងៃនេះគឺបញ្ជាក់ពីម្សិលមិញដែរវីដេអូមុនគឺស្រៈ I គឺអានថា I មិនមែនថា I ទេបងប្អូនដោយសារខ្ញុំសរសេរច្រឡំអញ្ចឹងយើងឧទាហរណ៍ 9 មិនមែនអានថា 9 ទេណាបងប្អូន 9 ម៉ៃអាអ៊ូមានសំឡេងអោឧទាហរណ៍ house អេអ៊ូអយអេអ៊ូក៏អយដូចគ្នាយើងអានថាអយឧទាហរណ៍ nói bói mêចំពោះអ៊ូអ៊ីមិនសូវមានទេបងប្អូនកម្រណាខ្ញុំស្ទើរតែបណ្ដែលនឹងឃើញណាឧទាហរណ៍ Phui ទៅក៏បណ្ដែលជួបដែរណាកម្រមែនទែនផ្នែកទី2ភ្លេងពីអ្នកផ្សំនិងការបញ្ចេញសំឡេងពិសេសឧទាហរណ៍នេះគឺជាភ្លេងពីអ្នកផ្សំពិសេសហើយសេហាបងប្អូនប្រហែលជាមានការពិបាកអានគឺសំឡេងនៅនឹងដើមកំពង់កប៉ុន្តែបើសិនជាសំឡេងនេះវាអាស្រ័យទៅតាមទីតាំងដែរបងប្អូនបើវាចូលនៅពីក្រោយ E យើងបញ្ចេញសំឡេង E ខ្យល់វាហ៊ីបើសិនជាវានៅពីក្រោយ U ពីក្រោយ A ពីក្រោយ O នេះខាងក្រោមសំឡេងវា U A O យើងផ្សេងបងប្អូនមើលគឺសំឡេងវាខនេះនៅពីក្រោយ A នៅពីក្រោយ O នៅពីក្រោយ U ជាដើមហ្នឹងណាគឺសំឡេងវារឹងអញ្ចឹង nach ឧទាហរណ៍អញ្ចឹងសំឡេងវាសុំទោស nach noch អូខេអញ្ចឹងមួយទៀតគឺ buch សំឡេងនៅកំពង់កណាបងប្អូនណា buch ប៉ុន្តែដោយសារ ich វានៅពីក្រោយអក្សរ e អញ្ចឹងគឺខ្យល់វាហ៊ីឧទាហរណ៍ណាអញ្ចឹងគឺ ich យើងអានថា ich សំឡេងវាប៉ុណ្ណឹងបាទតមកទៀតនៅខាងក្រោមគឺ sch ឬក៏ st ឬក៏ sp អញ្ចឹងវាចែកសំឡេងគ្នាដែរខ្យល់វា sh នៅពេលដែលវាប្រកបជាមួយនឹងគេគឺដូចជា schule គឺវាអ្នកបញ្ចេញសំឡេងប្រកបប៉ុន្តែបើសិនជាវានៅចុងពាក្យវិញគឺ sch ហ្នឹងគឺមិនមានសំឡេងគ្រប់គ្រាន់ទេគឺបញ្ចេញខ្យល់ យកតែម្ដងឧទាហរណ៍falsch ណា falsch នេះ sch នេះគឺ falsch អូខេហើយសំឡេង sp ហើយនិង st ហ្នឹងក៏ដូចគ្នាដែរនៅពេលដែលវានៅក្បាលពាក្យគឺមានន័យថាចាប់ផ្ដើមនៃពាក្យសំឡេងរបស់វាគឺ st sp ក៏ដូចគ្នាដែរនៅពេលដែលវានៅក្បាលពាក្យគឺសំឡេងវា sp ឧទាហរណ៍ stein យើងមិនអានថា stein ទេបងប្អូនយើងអានថា stein តែថ្មណាមួយទៀត sp គឺវានៅក្បាលពាក្យឧទាហរណ៍ sprachen ណា sprachen ភាសាប៉ុន្តែបើសិនជាវានៅចុងវិញ st នៅចុងគឺសំឡេងធម្មតាណាហើយនៅ sp នៅចុងក៏សំឡេងធម្មតាដែរបងប្អូនឧទាហរណ៍
east មកសំឡេងវាធម្មតា east ណា sp sp នេះអាចនៅកណ្ដាលនៅកន្លែងណាមួយឧទាហរណ៍ថាគូរនពាក្យនឹងអត់ឃើញចាំមើលរនឃើញចាំលោកប្រាប់ណាពាក្យហ្នឹងនៅកណ្ដាលដូចជា aspirin ឧទាហរណ៍ aspirin ហ្នឹងហើយ aspirin ណាអូខេអញ្ចឹងលោកគ្រូសូមលុបចោលដោយសារទៅកន្លែងតមកទៀតយើងមើលខាងក្រោមអក្សរ CH ដដែលហ្នឹងប៉ុន្តែវានៅចុងជាមួយនឹងអក្សរផ្សេងអញ្ចឹងយើងឧទាហរណ៍មក SCH sorry CHS គឺខ្យល់វា hus ឧទាហរណ៍ zex ណា zex លេខ6អញ្ចឹងអានអក្សរមក zex ណា s នៅកន្ទុយមួយទៀតគឺ CK នៅកន្ទុយ lecker ណាខ្យល់វា k ស្មើនឹងអក្សរ ខមិនមែនអក្សរកទេគឺអក្សរខណាបងប្អូនខនេះ lecker ខឬក៏ខដោយសារខ្ញុំទៅសេបន្តមិនបានមើលក៏ខុសទៅបងប្អូនណាសូមអធិស្ឋានបាទអូខេឥឡូវយើងមើលមកក្រោមទៀតមកខ្យល់ ng គឺងឹះឧទាហរណ៍ singen ណាច្រៀង ph ខ្យល់វា f philosophy បងប្អូនផុតពីហ្នឹងគឺខ្យល់វាធម្មតាអក្សរ v ខ្យល់វា vo ស្មើនឹងពាក្យថា wand ឬក៏ wine ឧទាហរណ៍ថា wine នេះអក្សរ vo ណាធម្មតាអក្សរ f ស្មើនឹងអក្សរ f ឧទាហរណ៍ថា vorname អក្សរ z ឧទាហរណ៍ដូចជាcitrone យើងអានថា citrone សាយ៉ាត់យើងអានថា yogurt ឧទាហរណ៍ណាyogurt ណាyacht yogurt វាសបាយចឹងអរគុណណាបងប្អូនចង់រៀនផ្ទាល់ហើយលឿនបងប្អូនទៅរៀនអនឡាញជាមួយនឹងខ្ញុំគឺយើងប្រើកម្មវិធី Zoom ជួបផ្ទាល់ហើយក៏មានវិធីបង្រៀនសម្រាប់កូនសិស្សកូនក្មេងនិងមនុស្សធំសៀវភៅគ្រប់ថ្នាក់ពីថ្នាក់0ទៅបងប្អូនថ្នាក់ A1 A2 B1 ហ្នឹងមានទាំងសំឡេងវីដេអូបញ្ចេញសំឡេងធ្វើឲ្យបងប្អូនចេះនិយាយបានអរគុណជម្រាបលា